ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ YOLO វីដេអូមួយដើម្បីទៅធ្វើការជាមួយនឹង post key join អញ្ចឹងដូច្នេះចូលមកក្នុង model YOLO 11ទៅមកចូលទៅក្នុង model ដែលប្រើសម្រាប់ជាមួយនឹង post ឬក៏ key point ពេលនោះយើងនឹង model ហ្នឹងគឺមានdescription គេប្រាប់យើងថា key point ដែលប្រើជាមួយនឹង body គឺមានចំនួន17នៅក្នុងក៏មាន model ជាទូទៅគឺមាន N S M L X ដែលវាគឺជាទំហំរបស់ model មួយដែលវាមានទំហំតូចជាងគេគឺវានឹងលឿនវាអាចលឿនប៉ុន្តែ precision របស់វាខ្សោយជាងគេហើយ model ដែលធំជាងគេគឺវានឹងមាន parameter ច្រើនហើយ time នៃការ predict របស់វាក៏រៀងយូរជាងគេប៉ុន្តែ precision របស់វាគឺខ្ពស់នៅក្នុងនេះក៏មានធម្មតាកូដធម្មតាដែរដូចធម្មតាដែរគឺកូដសម្រាប់ trend validation ហើយនឹង predict ជានៅក្នុងនេះគឺយើងសាកល្បងប្រើកូដរបស់គឺដែលគេផ្ដល់យើងនេះគឺយើងអាច copy កូដហ្នឹងទៅប្រើជាមួយនឹងរូបភាពធម្មតា image ចឹងនៅក្នុងនេះខ្ញុំមានរូបមួយដែលមានមនុស្សឈរដូច្នេះហើយខ្ញុំបង្កើត file ហើយខ្ញុំចឹងនៅក្នុងនេះយើងបានកូដហើយនឹងបានតមកគឺចំណុចមួយទៀតគឺយើងត្រូវ copy model ដែលយើងត្រូវប្រើជាមួយនឹងថាសរបស់យើងចង់ប្រើ model ទំហំមួយណាដូច្នេះយើងអាចចុចទៅហើយ download វាដូច្នេះខ្ញុំក៏បាន download ដាក់ចូលក្នុងនេះហើយដែរគឺខ្ញុំប្រើ YOLO 11 large ចឹងយើងអាចហៅ model មកប្រើទៅមកឲ្យវាធ្វើការធ្វើលើរូបភាពដែលយើងមានតោះមកយើងឲ្យវាធ្វើការបង្ហាញហើយបើសិនជាយើងអាចចង់សើវាទុកក៏បានដែរគឺយើងប្រើ result cell មួយនឹង file name cellជាកូដយើងបានសេរួចហើយអញ្ចឹងយើងអាចធ្វើ test សាកល្បងមើលសិន post ក្នុងនេះគឺឃើញថាវាបានដូចជាអត់សូវត្រូវតែមានចំណុចច្រើនដែរវាផុសបានវា predict បានត្រូវ post មួយចំនួនhuman body image
test ឃើញថាក្នុងនេះនៅពេលដែលមួយឆតត្រង់គឺវាអាចប្រឌិតបានត្រូវច្រើនជាងអញ្ចឹងយើងចាប់ផ្ដើមសាកប្រើជាមួយនឹង webcam ម្ដងចឹងក្នុង webcam នេះគឺយើងត្រូវកើតយើងត្រូវប្រើជាមួយ CV2 ស្មើនឹងvideo capture set frame high ហើយយើងធ្វើទៅក្នុងចូល loop ដើម្បីយកទិន្នន័យពីកាមេរ៉ាចឹងយើងបានទិន្នន័យលទ្ធផលហើយគឺយើងមក check មកលុបលទ្ធផលហ្នឹងនេះគឺយើងអាចប្រើទិន្នន័យ3នេះបានជាងឃើញថាក្នុងនេះយើងប្រើ xy ហើយនឹង y coordinate ហើយនឹង xy normalize ហើយនឹង key point data អញ្ចឹងចំណុចនេះគឺយើងត្រូវប្រើ key point data ដើម្បីមកប្រើដើម្បី check visible or not ចឹងកន្លែងហ្នឹងយើងត្រូវយក data ហ្នឹងមកហើយវា convert វាទៅជា listen ចឹងយើងយក in នៅក្នុងនេះសារ data របស់យើងគឺមានទិន្នន័យច្រើនដោយវាមាន key point ចំនួន17សម្រាប់ body ដូច្នេះហើយយើងត្រូវលុបវាដើម្បីយក value ទាំងមកប្រើចឹងក្នុងនេះគឺខ្ញុំយក key value ពីក្នុង data ហ្នឹងមកប្រើ
ចឹងទៅពីយើងបានទៅនេះហើយគឺយើងអាចបង្កើត dot នៅក្នុងbody របស់ human ក្នុងwebcam បានយើងប្រើ cv2 dot circle នៅក្នុង frame របស់យើងទៅតែហ្នឹងនេះណាពណ៌line type ចឹងថ្ងៃនេះគឺយើងអាចធ្វើការបញ្ចប់តាមនឹងបានខាំនេះសារលក្ខខណ្ឌដើម្បីបិទវាចឹងឥឡូវនេះគឺយើងសរសេរកូដនឹងបានហើយឯងយើងអាចតេស្តវាមើលថាតើវាដើរយ៉ាងម៉េចដែរជាមួយ webcam ចឹងយើងឃើញថាតន្ត្រីមួយចំនួនគឺវាចេញមកលើកវាមាន dot មួយចំនួនដែលវាចេញមកច្រើនយើងឃើញថាវាបង្កើត dot មកច្រើនដូច្នេះយើងស្គាល់លក្ខខណ្ឌដើម្បីលុប dot តែលឿនចេញក្នុងនេះយើងសិក្សាលក្ខខណ្ឌថាបើសិនជា visible របស់វាធំជាង5ទៅយកវាចេញចឹងយើងឃើញថា dot មួយចំនួនគឺលុបបាត់ហើយវាត្រូវចេញតែ key point តែវាគួរតែចេញ
ចឹងឥឡូវនេះយើងធ្វើការបន្ថែម line ដើម្បីឲ្យវាជាប់គ្នាអញ្ចឹងនេះខ្ញុំនឹង connect the line ទៅលើមុខទេហើយចំពោះដៃជើងខ្ញុំគិតថាអ្នកនរអាចសិក្សាលក្ខខណ្ឌដោយខ្លួនឯងពីព្រោះនៅក្នុងនេះគឺគេបានបញ្ជាក់ឲ្យថាលេខ1 index លេខ1គឺជាចំហ index លេខ1ឬក៏យើងអាចថាលេខ0 index លេខ1ក៏ index លេខ0គឺជាចំហហើយក្នុងនេះលេខរៀងទី2ក៏ index ទី1គឺនៅខាងឆ្វេងហើយទៅខាងស្ដាំទៅមក index ទី3គឺតិចហើយនឹងតិចខាងស្ដាំចឹងបើសិនជាអ្នកចង់ធ្វើតាក់ទងជាមួយនឹងដៃជើងនេះអ្នកអាចមើលក្នុងនោះហើយខ្ញុំគិតថាអ្នកអាចបន្ថែមកូដទៅតាមហ្នឹងទៅចឹងឥឡូវខ្ញុំនឹងបង្ហាញតែដាក់ធំតែចំមុខហើយភ្នែកចឹងបើយើងមើលទៅឃើញថាភ្នែកចំអុយវាភ្ជាប់គ្នាហើយតិចប៉ុន្តែវានៅតែភ្ជាប់អត់ទាន់ត្រូវតទៅយើងសិក្សាលក្ខខណ្ឌថែមទៀតចឹងក្នុងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរមានចម្ងល់អីអ្នកនរអាចសួរនៅក្នុង comment បានអរគុណ